សួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងវីដេអូថ្មីដែលនិយាយអំពីស៊ុត4ប្រភេទស៊ុតដែលផ្ទុកប្រូតេអ៊ីនខ្ពស់ខុសៗគ្នាទាំងអស់យើងដឹងហើយថាស៊ុតគឺជាអាហារដែលមានតម្លៃជីវជាតិខ្ពស់ណាស់វាក៏ជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីនដែលមានគុណភាពផងដែរនេះក៏ព្រោះតែប្រូតេអ៊ីនស៊ុតមានអាស៊ីតអាមីណូទាំងអស់ដែលចាំបាច់សម្រាប់រាងកាយមនុស្សទាំងប្រភេទនិងបរិមាណចំណែកស៊ុតដែលយើងធ្លាប់ស្គាល់នោះគឺពងមាន់និងពងទាតើស៊ុតមួយណាផ្ដល់ប្រូតេអ៊ីនច្រើនជាងគេក្នុងបរិមាណដូចគ្នា100ក្រាមនាយកដ្ឋានសុខាភិបាលបានចេញផ្សាយព័ត៌មានអំពីតម្លៃអាហារូបត្ថម្ភរបស់ស៊ុតដែលប្រៀបធៀបក្នុង100ក្រាមនៃព័ត៌មានលម្អិតមានដូចខាងក្រោមព័ត៌មានអាហារូបត្ថម្ភស៊ុតប្រៀបធៀបក្នុង100ក្រាមស៊ុតទាមានថាមពល178គីឡូកាឡូរីប្រូតេអ៊ីន 13.03 ក្រាមខ្លាញ់ 13.35 ក្រាមកាល់ស្យូម98មីលីក្រាមវីតាមីន A 269មីក្រូក្រាមអ៊ីយ៉ូត52មីក្រូក្រាមកូលេស្តេរ៉ុល553មីលីក្រាមស៊ុតក្រួចមានថាមពល171គីឡូកាឡូរីប្រូតេអ៊ីន 13.30 ក្រាមខ្លាញ់12ក្រាមកាល់ស្យូម153មីលីក្រាមវីតាមីន A 143មីក្រូក្រាមអ៊ីយ៉ូត143មីក្រូក្រាមកូលេស្តេរ៉ុល508មីលីក្រាមស៊ុតមាន់មានថាមពល143គីឡូកាឡូរីប្រូតេអ៊ីន 12.72 ក្រាមខ្លាញ់9.55 ក្រាមកាល់ស្យូម70មីលីក្រាមវីតាមីន A 182មីក្រូក្រាមអ៊ីយ៉ូត49មីក្រូក្រាមកូលេស្តេរ៉ុល427មីលីក្រាមស៊ុតក្រពើមានថាមពល128គីឡូកាឡូរីប្រូតេអ៊ីន 11.20 ក្រាមខ្លាញ់8.30 ក្រាមកាល់ស្យូម0មីលីក្រាមវីតាមីន A 6មីក្រូក្រាមអ៊ីយ៉ូត0មីក្រូក្រាមកូលេស្តេរ៉ុល0មីលីក្រាមចំណែកថ្នាក់ស៊ុតដែលផ្ដល់ប្រូតេអ៊ីនខ្ពស់បំផុតគឺស៊ុតក្រួចមានថាមពល171គីឡូកាឡូរីប្រូតេអ៊ីន 13.30 ក្រាមខ្លាញ់12ក្រាមកាល់ស្យូម153មីលីក្រាមវីតាមីន A 143មីក្រូក្រាមអ៊ីយ៉ូត143មីក្រូក្រាមកូលេស្តេរ៉ុល508មីលីក្រាមស៊ុតទាមានថាមពល178គីឡូកាឡូរីប្រូតេអ៊ីន 13.03 ក្រាមខ្លាញ់13.35 ក្រាមកាល់ស្យូម98មីលីក្រាមវីតាមីន A 269មីក្រូក្រាមអ៊ីយ៉ូត52មីក្រូក្រាមកូលេស្តេរ៉ុល543មីលីក្រាមស៊ុតមាន់មានថាមពល143គីឡូកាឡូរីប្រូតេអ៊ីន 12.47 ក្រាមខ្លាញ់9.65 ក្រាមកាល់ស្យូម70មីលីក្រាមវីតាមីន A 192មីក្រូក្រាមអ៊ីយ៉ូត49មីក្រូក្រាមកូលេស្តេរ៉ុល427មីលីក្រាមស៊ុតក្រពើមានថាមពល128គីឡូកាឡូរីប្រូតេអ៊ីន 11.20 ក្រាមខ្លាញ់8.30 ក្រាមកាល់ស្យូម0មីលីក្រាមវីតាមីន A 6មីក្រូក្រាមអ៊ីយ៉ូត0មីក្រូក្រាមកូលេស្តេរ៉ុល0មីលីក្រាមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ